បាទសួស្តីបងប្អូនអរគ្នាវីដេអូនេះគឺតពីវីដេអូមុនដែលខ្ញុំបានប្រាប់បងប្អូនថានឹងថតមេបារបស់ពួកវាឲ្យបងប្អូនបានទស្សនាហើយនេះគឺជាមេបារបស់ពួកវាបងប្អូនហើយវាក្រាបកូនបានរយៈពេល3ថ្ងៃហើយឃើញថាកូនរបស់វាមានសុខភាពល្អហើយការចិញ្ចឹមកូនការថែទាំកូនការបញ្ចុកចំណីកូនអីគឺល្អមែនទែនពីព្រោះមេបានេះគឺជាមេបាដែលល្អប្រចាំទ្រុងហើយកូនរបស់ពួកវាវិញសុទ្ធតែល្អដូចគ្នានៅពេលដែលឡើងទៅជាមេបាហើយកូនរបស់វាដូចជា3សម្បុកហើយសុទ្ធតែពូកែចិញ្ចឹមកូនពូកែថែទាំកូននិងការពារកូនបានល្អបើសិនជានៅក្នុងទ្រុងចិញ្ចឹមរបស់យើងបានមេបាប្រភេទនេះ10-20គូវិញមិនដឹងជាល្អប៉ុណ្ណាទេបងប្អូនពីព្រោះថាវាមិនឲ្យយើងខកចិត្តទេកូនម្ដងគឺទាំងគូតែម្ដងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះអរគុណ